ស្ត្រីដែលស្រស់ស្អាតរហូតដល់អាចទាក់ទាញចិត្តមនុស្សគ្រប់គ្នាបាននៅចុងបញ្ចប់ច្រើនតែជ្រើសរើសយកបុរសដែលមានចិត្តស្មោះត្រង់និងមិនសូវពូកែនិយាយស្ដីឡើយពេលដែលគាត់ហុចកាដូងឲ្យខ្ញុំពីខាងក្រោយខ្ញុំគិតថាវាប្រកាសជារបស់ដែលមានតម្លៃថ្លៃខ្លាំងណាស់ប៉ុន្តែនៅពេលបើកមើលទើបដឹងថាវាគ្រាន់តែជាក្រមាកន្សែងបងក្មួយដែលមើលទៅដូចជាកាដូសារភាពស្នេហ៍របស់ពួកសិស្សសាលាអញ្ចឹងទោះបីជាវាមើលទៅក្មេងបន្តិចមែនប៉ុន្តែនៅពេលឃើញផ្ទៃមុខដ៏ពោពេញដោយក្តីសុខរបស់នាស៊ូពេលដែលទទួលយកវានោះសូម្បីតែខ្ញុំក៏មានអារម្មណ៍ថាកក់ក្ដៅក្នុងចិត្តជំនួសនាងដែរបន្ទាប់ពីនោះមិនយូរប៉ុន្មានបុរសម្នាក់នោះបានមកដល់ហាងកាត់ដេររបស់ខ្ញុំជាមួយនឹងក្តីសង្ឃឹមដោយគាត់បានប្រាប់ថាចង់កាត់ដេរឈុត Chuck Stoll និងរោបរៀបអាពាហ៍ពិពាហ៍គាត់គឺជាមិត្តរួមថ្នាក់របស់នាស៊ូហើយដោយសារតែមិនចង់ឃើញនាងត្រូវឈឺចាប់ទៀតខ្ញុំក៏បានសួរគាត់ថាតើអ្នកដឹងពីអតីតកាលរបស់នាស៊ូដែរឬទេគាត់បានអន់មុខចុះទទួលស្គាល់ហើយនិយាយថាគាត់បាននឹកខ្លះដែរប៉ុន្តែមិនដឹងថាតើដឹងអស់ឬនៅនោះទេគាត់បានបន្តទៀតថារឿងរ៉ាវក្នុងអតីតកាលទោះបីជារឿងល្អឬរឿងអាក្រក់ក៏អាចស្រមៃដឹងខ្លះដែរប៉ុន្តែអ្វីដែលសំខាន់បំផុតនៅពេលនេះគឺខ្ញុំគ្រាន់តែចង់ធ្វើឲ្យនាស៊ូមានសេចក្តីសុខតែប៉ុណ្ណោះនៅវិនាទីដែលបានរៀបពាក្យទាំងនោះទឹកភ្នែករបស់ខ្ញុំស្ទើរតែហូរចេញមកវាគឺជាសម្ដីដែលចេញពីបេះដូងពិតខ្ញុំបានមកក្បាលជាច្រើនដងរួចក៏បានលុតជង្គង់ចុះនៅចំពោះមុខគាត់ដើម្បីអង្វរសុំឲ្យគាត់ជួយមើលថែនិងធ្វើឲ្យនាស៊ូមានសេចក្តីសុខគាត់ក៏បានប្រញាប់លុតជង្គង់និងអោនក្បាលទៅមុខខ្ញុំវិញដែរនៅខណៈពេលនោះខ្ញុំបានគិតក្នុងចិត្តថាលើកនេះនាស៊ូពិតជាជ្រើសរើសមនុស្សមិនខុសមែនឈុតរៀបការនេះត្រូវតែលួចធ្វើដោយសម្ងាត់ដើម្បីធ្វើឲ្យនាស៊ូភ្ញាក់ផ្អើលអ្នកនាងតាមអាចារ្យបានធ្វើជាជ្រុះស្ករស្លើខោអាវរបស់នាស៊ូហើយអាសាធានីយកទៅលាងឲ្យប៉ុន្តែអ្នកនាងយ៉ាស៊ូកូនិងអ្នកនាងតាមអាចារ្យបែរជាខាត់និងទាញយកសម្លៀកបំពាក់នោះទុកវិញយ៉ាងតឹងតែងទោះជាយ៉ាងណាសម្លៀកបំពាក់នោះនៅតែធ្លាក់មកដល់ដៃខ្ញុំដែរបន្ទាប់ពីបានយកវាមកធ្វើជាគំរូឡើងវិញខ្ញុំត្រូវចាត់ចែងគិតគូរយ៉ាងល្អិតល្អន់ម្ដងទៀតព្រោះម៉ូដរ៉ូបនៅក្នុងទស្សនាវដ្តីសុទ្ធតែស្អាតរហូតមិនដឹងថាតើត្រូវជ្រើសរើសម៉ូដណាឲ្យប្រាកដនោះទេខ្ញុំក៏បានទៅហាងអ៊ុតសក់ធ្វើជាទៅគៀបសក់ដកសក់ប៉ុន្តែបំណងប្រាថ្នាពិតប្រាកដគឺដើម្បីលួចសង្កេតមើលរាងរៅរបស់នាស៊ូជាច្រើនលើកច្រើនសារចុងក្រោយខ្ញុំក៏បានជ្រើសរើសម៉ូដរ៉ូបមួយដែលសមស្របនឹងនាងបំផុតខ្ញុំបានខិតខំអត់មួយគេងជាច្រើនយប់ដើម្បីកាត់ដេរឈុតរបស់នាស៊ូរហូតដល់ឈុត Chuck Stoll របស់ខាងប្រុសក៏ត្រូវបានកាត់ដេររួចរាល់ដោយរលូនផងដែរនៅវិនាទីដែលបានឃើញរូបភាពនាស៊ូស្លៀកពាក់ឈុតនេះស្រមៃឡើងក្នុងក្បាលខ្ញុំគិតថានាងប្រកាសជាស្អាតខ្លាំងណាស់នាស៊ូបានសម្លឹងមើលពួកយើងដោយក្តីរំភើបនិងដឹងគុណយ៉ាងជ្រាលជ្រៅចំណែកខ្ញុំវិញបានត្រឹមតែលាក់ខ្លួននៅពីក្រោយលោកស៊ូអូខ្ញុំគឺជាមនុស្សម្នាក់ដែលមិនពូកែខាងការលាគ្នានោះទេអ្វីដែលខ្ញុំអាចធ្វើបានគឺមានតែការសើចទាំងទឹកភ្នែកប៉ុណ្ណោះឆាកជីវិតពាក់កណ្ដាលដំបូងរបស់នាស៊ូពិតជាជួបការលំបាកខ្លាំងណាស់ប៉ុន្តែនៅទីបំផុតនាងក៏អាចចាប់យកសេចក្តីសុខបានសម្រេចបន្ទាប់ពីត្រឡប់មកដល់ហាងវិញខ្ញុំនៅតែមានអារម្មណ៍សប្បាយចិត្តនៅឡើយប៉ុន្តែនៅពេលនោះលោកមីសុដាដែលជាអ្នកកាន់បញ្ជីនិងជាមនុស្សមានអ្នកស្គាល់ច្រើនបានទទួលទូរស័ព្ទមួយខ្សែរួចក៏បាននិយាយឡើងថាដូចជាមានដំណឹងចាំអារម្មណ៍មកថាលោកស្រីថៅកែនិងលោកស៊ូអូកំពុងតែតាក់ទងស្រឡាញ់គ្នាលោកមីសុដាបានព្យាយាមយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលនិងរំលឹកខ្ញុំថាពាក្យចាំអារម្មណ៍របស់មនុស្សលោកនេះវាមានមុខស្រួចនិងមុតស្រួចជាងកំបិតទៅទៀតដើម្បីហាងកាត់ដេរនិងដើម្បីអនាគតរបស់អ្នកនាងផ្ទាល់អ្នកនាងគួរតែរក្សាគម្លាតឬនៅឲ្យឆ្ងាយពីលោកស៊ូអូទៅល្អជាងប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលមានចរិតរឹងរូសនិងមានក្បាលរឹងដូចជាឪពុករបស់ខ្ញុំដែរខ្ញុំបានគិតក្នុងចិត្តថារឿងដែលមិនពិតសោះជាហេតុអ្វីបានជាខ្ញុំត្រូវខ្លាចវាឡើយទោះជាយ៉ាងណាពេលដែលគេញ៉ៃញ៉ៃឬរុញច្រានខ្ញុំឲ្យតច្រកខ្លាំងប៉ុណ្ណាអារម្មណ៍ឈឺចាប់របស់ខ្ញុំក៏កាន់តែស្ពឹកនិងមិនដឹងអ្វីទាំងអស់លទ្ធផលនៅចុងបញ្ចប់គឺពាក្យចាំអារម្មណ៍នោះបានរីករាលដាលយ៉ាងលឿនដូចជាទប់ទឹកមិនឈ្នះមនុស្សម្នាយ៉ាងច្រើនបានមកចំរុំនៅមុខហាងកាត់ដេរដោយធ្វើការចង្អុលមុខនិងសឹកសៀវដាក់គ្នារហូតមើលទៅដូចជាពួកគេកំពុងតែរងចាំមើលថ្ងៃដែលខ្ញុំត្រូវដួលរំលំនឹងវិនាសកម្មអញ្ចឹងនៅពេលដែលរឿងរ៉ាវមិនអាចទប់ស្កាត់បានសូម្បីតែសាមីខ្លួនដែលជាដើមហេតុក៏ត្រូវបានគេមើលឃើញថាហាក់ដូចជាកំពុងតែឈួតឡប់ខ្លាំងឡើងនៅក្នុងភ្នែកអ្នកដទៃដែរលោកស៊ូអូបានប្រាប់ថាគាត់នឹងចាក់ចេញពីទីនេះប៉ុន្តែខ្ញុំបានបដិសេធរឹតតែមានពាក្យចាំអារម្មណ៍ខ្លាំងខុសប៉ុណ្ណាខ្ញុំរឹតតែមានទំនុកចិត្តនិងប្រកបប្រជាចំពោះអារម្មណ៍ដែលខ្ញុំមានចំពោះគាត់ខ្លាំងឡើងប៉ុណ្ណោះខ្ញុំបានត្រៀមចិត្តរួចរាល់ក្នុងការរ៉ាប់រងនិងលះបង់គ្រប់យ៉ាងជំនួសរូបគាត់នៅយប់នោះបណ្ដាអ្នកមានគុណនិងមនុស្សជិតស្និទ្ធជាច្រើនបានមកជួបជុំគ្នានៅចំពោះមុខខ្ញុំដើម្បីបំបាក់ទឹកចិត្តនិងបង្ខំឲ្យខ្ញុំធ្វើការសម្រេចចិត្តលោកពូដែលធ្លាប់ស្រឡាញ់និងស្រឡាញ់ខ្ញុំលោកពូចិត្តខាងដែលធ្លាប់តែមើលថែនិងការពារខ្ញុំតាំងពីកុមារភាពប្អូនប្រុសរបស់ស្វាមីខ្ញុំដែលបានលាចាកលោករួមទាំងមិត្តរួមការងារដែលធ្លាប់ខិតខំធ្វើការតស៊ូជាមួយគ្នារកស៊ីកន្លងមកលោកពូអ្នកចិត្តខាងបាននិយាយទាំងទឹកភ្នែកស្រក់ចុះមកថាធ្វើរឿងបែបនេះតើឯងមានមុខទៅជួបឪពុករបស់ឯងទៀតទេចំណែកឯលោកកូរ៉េសាដាដែលជាប្អូនប្រុសរបស់ស្វាមីខ្ញុំគាត់បានកាន់រូបថតរបស់បងប្រុសគាត់រួចឈរស្ងៀមស្ងាត់ដោយមិនបន្លឺសំឡេងសូម្បីតែមួយម៉ាត់ប៉ុន្តែបរិយាកាសស្ងប់ស្ងាត់នោះគឺជាសម្ពាធយ៉ាងធ្ងន់ធ្ងរនិងឈឺចាប់បំផុតសម្រាប់ខ្ញុំបន្ទាប់មកលោកពូបានដកដង្ហើមធំហើយនិយាយបន្តទៀតថាឯងចាំក្តីស្រមៃការពីកុមារភាពរបស់ឯងបានទេការដែលឯងខិតខំប្រឹងប្រែងប្រៀបដូចជាស្លាប់រស់រហូតមកដល់ពេលនេះគឺដើម្បីបង្កើតហាងកាត់ដេរមួយនេះឡើងមិនមែនឬចុះហេតុអ្វីបានជាពេលនេះឯងបែរជាយកពួកទៅបាច់ដាក់ឈ្មោះហាងរបស់ខ្លួនឯងបែបនេះទៅវិញអ្នកនាងម៉ាសាកូនិងលោកមីសុដាដែលឈរនៅខាងក្រោយក៏បាននិយាយឡើងដែរថាពួកគេធ្លាប់ជឿជាក់លើរូបខ្ញុំដែលជាថៅកែនិងជាគ្រូរបស់ពួកគេទើបពួកគេខិតខំធ្វើការតាមខ្ញុំរហូតមកដល់ថ្ងៃនេះប៉ុន្តែនៅពេលនេះគ្រាន់តែដើរចេញទៅខាងក្រៅពួកគេត្រូវគេចង្អុលមុខនិងនិយាយដាំបាត់បង់កិត្តិយសអស់ទៅហើយពាក្យសម្ដីទាំងនោះបានធ្វើឲ្យបេះដូងរបស់ខ្ញុំឈឺចាប់យ៉ាងខ្លាំងខ្ញុំមានអារម្មណ៍ខុសឆ្គងនិងសោកស្ដាយជាពន់ពេកចំពោះអ្នកគ្រប់គ្នាដែលត្រូវមកទទួលរងផលប៉ះពាល់ដោយសារតែរូបខ្ញុំប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំបានត្រៀមចិត្តរួចរាល់អស់ហើយខ្ញុំបាននិយាយទៅកាន់ពួកគេថាខ្ញុំចង់ឲ្យលោកស៊ូអូបន្តនៅធ្វើការនៅហាងនេះទៀតខ្ញុំនឹងការពារហាងមួយនេះខ្ញុំនឹងការពារជីវិតរស់នៅរបស់អ្នកគ្រប់គ្នាហើយខ្ញុំក៏នឹងការពារជីវិតរស់នៅរបស់លោកស៊ូអូនិងគ្រួសាររបស់គាត់ដូចគ្នាខ្ញុំមិនបានរំពឹងសុំឲ្យអ្នកគ្រប់គ្នាយកទោសអភ័យទោសឲ្យខ្ញុំនោះទេខ្ញុំពិតជាសូមទោសអ្នកទាំងអស់គ្នាខ្លាំងណាស់ម្ដាយរបស់ខ្ញុំបានយំហើយនិយាយទាំងស្រណោះថាបើទោះជាឯងមិនអីក៏ដោយចុះកូនរបស់ឯងនោះពួកវាគួរឲ្យអាណិតខ្លាំងណាស់មិនដឹងថាពេលទៅសាលារៀនត្រូវគេនិយាយដើមនិងមើលងាយយ៉ាងណានោះទេលោកពូបាននិយាយបន្ថែមទៀតហើយខ្ញុំគិតថាវាគឺជាការប្រៀបប្រដៅនិងអង្វរជាលើកចុងក្រោយហើយប៉ុន្តែនៅខណៈពេលនោះឯងកូនស្រីទាំង3នាក់របស់ខ្ញុំបានដើរចុះតាមកម្មជណ្ដើរមកក្រោមពួកនាងបានលើកជង្គង់នៅចំពោះមុខខ្ញុំនិងអ្នកគ្រប់គ្នារួចអន់ក្បាលចុះយ៉ាងសម្រុំដោយបានអង្វរសុំជំនួសរូបខ្ញុំថាសូមអ្នកគ្រប់គ្នាមេត្តាជួយគាំទ្រនិងទទួលយកការសម្រេចចិត្តរបស់ម៉ាក់ផងទៅណានៅចុងឆ្នាំនោះខ្ញុំបានបើកហាងកាត់ដេរខោអាវបុរសមួយនៅឯទីប្រជុំជនដើម្បីឲ្យលោកស៊ូអូជាអ្នកគ្រប់គ្រងទោះបីជានិយាយថាជាការជួយជ្រោមជ្រែងការងារក៏ដោយប៉ុន្តែការពិតទៅវាគឺជាការខ្ចីប្រាក់មកវិនិយោគហើយឲ្យលោកមីសុដាជាអ្នកមកប្រមូលប្រាក់ក្នុងប្រចាំខែនៅពេលដែលយើងចាប់ផ្ដើមស្រឡាញ់នរណាម្នាក់វានឹងធ្វើឲ្យយើងដឹងខ្លួនឯងថាយើងពិតជាតូចតែខ្លាំងណាស់ទោះបីជាហាងបានបើកដំណើរក៏ដោយក៏ខ្ញុំនៅតែមានក្តីបារម្ភក្នុងចិត្តថាតើរឿងនេះវាអាចទៅបំផ្លាញកិត្តិយសនិងមោទនភាពជាកូនប្រុសរបស់លោកស៊ូអូដែរឬទេប៉ុន្តែគាត់បែរជាប្រាប់ខ្ញុំវិញថាវាមិនដែលទៅជាបែបនោះទេព្រមទាំងបានពោលពីអរគុណមកកាន់រូបខ្ញុំយ៉ាងជ្រាលជ្រៅនៅវិនាទីដែលបានរៀបពាក្យថាអរគុណនោះខ្ញុំបែរជាទប់ទឹកភ្នែកមិនបានហើយស្រក់ទឹកភ្នែកមកដោយខ្លួនឯងខ្ញុំសុំទោសដែលខ្ញុំមិនអាចធ្វើឲ្យលោកមានក្តីសុខបានប៉ុន្តែទំនាក់ទំនងដ៏វែងឆ្ងាយនិងសែនឈឺចាប់មួយនេះនៅទីបំផុតក៏បានបញ្ចប់ទៅវិញនៅត្រឹមថ្ងៃនេះ
នៅពេលដែលខ្ញុំត្រឡប់មកដល់ផ្ទះហើយបានឃើញកូនស្រីទាំង3នាក់កំពុងតែគេក្បែរគ្នាយ៉ាងកក់ក្ដៅនិងស្រឡាញ់គ្នាខ្ញុំក៏បានភ្ញាក់រលឹកនិងដឹងខ្លួនភ្លាមថាការពិតទៅជីវិតរបស់ខ្ញុំនៅពេលនេះគឺមានក្តីសុខនិងគ្រប់គ្រាន់ណាស់ទៅហើយមិនដឹងខ្លួនផងពេលវេលាក៏បានកន្លងផុតទៅអស់រយៈពេល6ឆ្នាំបាត់ទៅហើយហាងកាត់ដេររបស់ខ្ញុំបានអភិវឌ្ឍនិងមានឈ្មោះបោះសម្លេងកាន់តែខ្លាំងឡើងជាលំដាប់បន្ទាប់ពីលោកស៊ូអូបានចាក់ចេញទៅលោកគីតាម៉ូរ៉ាក៏តែងតែអញ្ជើញមកលេងនៅហាងរបស់ខ្ញុំជាញឹកញាប់ទោះបីជាខ្ញុំនៅតែមិនទាន់អត់ទោសឲ្យគាត់ចំពោះរឿងការពីមុនហើយមិនចូលចិត្តគាត់យ៉ាងណាក៏ដោយប៉ុន្តែកូនស្រីទាំង3នាក់របស់ខ្ញុំបែរជាចូលចិត្តលោកពូចិត្តល្អរូបនេះយ៉ាងខ្លាំងហើយតែងតែបួលគ្នាទៅញ៉ាំអាហារឆ្ងាញ់ជាមួយគាត់ជាញឹកញាប់ទំនាស់ផ្លូវចិត្តលើផ្លូវជីវិតរបស់កូនស្រីថ្ងៃមួយនៅពេលដែលលោកគីតាម៉ូរ៉ាបានសួរទៅកាន់យូកូកូនស្រីថាតើឯងចង់ប្រឡងចូលមហាវិទ្យាល័យមួយណាយូកូបានឆ្លើយថានាងចង់ប្រឡងចូលមហាវិទ្យាល័យសិល្បៈភ្លាមនោះណាអូកូក៏បាននិយាយកាត់ថានាងក៏នឹងប្រឡងចូលមហាវិទ្យាល័យសិល្បៈដូចគ្នាដែរការប្រកួតប្រជែងគ្នារវាងបងប្អូនពីរនាក់នេះមានតាំងតែពីពួកគេនៅពីក្មេងមកម្លេះមានតែសាថូកូដែលជាកូនស្រីពៅម្នាក់ប៉ុណ្ណោះដែលនៅតែរស់នៅតាមចរិតរៀបរយរបស់ខ្លួនឯងដោយគិតតែពីញ៉ាំនិងការលេងកីឡាតែប៉ុណ្ណោះថ្ងៃមួយទៀតគ្រូបង្រៀនគូរូបរបស់យូកូបានមកកាត់ខោអាវនៅឯហាងរបស់ខ្ញុំក៏បានសាកសួរគាត់ដោយស្មោះថាតើយូកូពិតជាមាននិស្ស័យនិងសមស្របនឹងដើរលើផ្លូវសិល្បៈនេះពិតមែនដែរឬទេលោកគ្រូបានឆ្លើយទៅមកវិញថាផ្លូវនៃសិល្បៈនេះបើមានត្រឹមតែទេពកោសល្យបន្តិចបន្តួចនិងការខិតខំព្យាយាមប៉ុណ្ណោះគឺមិនអាចចិញ្ចឹមជីវិតបានឡើយនៅពេលនេះមើលទៅនាងដូចជាគូរូបដោយសារតែចំណង់ចំណូលចិត្តប៉ុន្តែនាងនៅមិនទាន់មានការប្រាជ្ញាចិត្តខ្ពស់និងការត្រៀមខ្លួនរួចរាល់ដើម្បីយកវាធ្វើជាអាជីពពិតប្រាកដនៅឡើយទេពាក្យសម្ដីនោះបានធ្វើឲ្យខ្ញុំយល់ច្បាស់ភ្លាមថាយូកូនៅមិនទាន់បានសម្រេចចិត្តនិងត្រៀមខ្លួនរួចរាល់ពិតប្រាកដនោះឡើយបន្ទាប់ពីចេញពីសាលារៀនខ្ញុំបានសម្រេចចិត្តឲ្យយូកូមកជែកគ្នាតើកូនពិតជាមានការប្រាជ្ញាចិត្តនិងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាអ្នកសិល្បៈគំនូរពិតប្រាកដមែនទេការដើរលើផ្លូវគំនូរនេះអាចនឹងត្រូវចំណាយពេលច្រើនឆ្នាំច្រើនសិបឆ្នាំឬមួយជីវិតនេះអាចនឹងមិនទទួលបានការទទួលស្គាល់តតែសោះក៏ថាបានទោះជាត្រូវជួបរឿងបែបនោះតើកូននៅតែអាចបន្តវាទៀតដែរទេយូកូបានអង្គុយស្ងៀមថ្មឹងព្រោះនាងប្រហែលជាមិនដែលបានគិតដល់ចំណុចនេះពីមុនមកទេនៅពេលដែលឃើញប្រតិកម្មស្ទាក់ស្ទើររបស់នាងបែបនេះខ្ញុំក៏បានសម្រេចចិត្តមិនអនុញ្ញាតឲ្យនាងប្រឡងចូលមហាវិទ្យាល័យសិល្បៈឡើយនៅពេលដែលយូកូស្រែកសួរខ្ញុំទាំងមិនសុខចិត្តថាហេតុអ្វីទៅម៉ាក់ខ្ញុំក៏បានឆ្លើយតបទៅវិញយ៉ាងមើលម៉ាត់ថាហេតុអ្វីអញ្ចឹងឬចូលកូនសាកល្បងយកទៅគិតដោយខ្លួនឯងមើលទៅនៅក្នុងកំឡុងពេលដែលថ្ងៃប្រឡងចិត្តចូលមកដល់ការប្រជុំមុខដាក់គ្នាបែបនេះបានធ្វើឲ្យយូកូមានភាពច្របូកច្របល់និងស្យ៉ាងខ្លាំងបន្ទាប់ពីនោះមកយើងទាំងពីរនាក់បានធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់អស់រយៈពេលជាច្រើនថ្ងៃរហូតដល់ថ្ងៃមួយយូកូក៏បានស្រែកផ្លោះចេញមកកាន់ខ្ញុំថាទោះបីជាខ្ញុំមិនបានរៀននៅមហាវិទ្យាល័យសិល្បៈក៏ដោយក៏ខ្ញុំមិនព្រមរស់នៅកុកក្បាលនៅក្នុងស្រុកស្រែចម្ការបែបនេះដែរហើយខ្ញុំក៏នឹងមិនបន្តវេនធ្វើហាងកាត់ដេររបស់ម៉ាក់ដាច់ខាតខ្ញុំសុខចិត្តធ្វើដល់ថ្នាក់នេះក៏ព្រោះតែចង់ឲ្យយូកូមានការតាំងចិត្តដ៏ម៉ឺងម៉ាត់និងដាច់ខាតដោយខ្លួនឯងក្រោយពេលឆ្នាំសិក្សាត្រូវបានបញ្ចប់លទ្ធផលនៃការសិក្សារបស់កូនស្រីទាំង3នាក់ក៏បានផ្ញើមកដល់ផ្ទះយូកូទទួលបានពិន្ទុស្ទើរតែពេញគ្រប់មុខវិជ្ជាទាំងអស់នាងគឺជាក្មេងដែលតែងតែសម្លឹងទៅមុខនិងខិតខំព្យាយាមរត់តម្រង់ទៅរកគោលដៅរបស់ខ្លួនជានិច្ចប៉ុន្តែធ្វើត្បិតតែសល់ពេលតែ3ថ្ងៃទៀតនឹងត្រូវដល់ថ្ងៃប្រឡងផ្នែកសិល្បៈហើយក៏ដោយក៏នាងនៅតែអង្គុយស្ងៀមមិនព្រមអក្សរឬរៀបចំខ្លួនតតែសោះទោះបីជាខ្ញុំចង់និយាយលើកទឹកចិត្តនាងសាជាថ្មីយ៉ាងណាក៏ដោយក៏ខ្ញុំដឹងច្បាស់ថាវានឹងមិនបានផ្ដល់ផលល្អអ្វីដល់រូបនាងឡើយណាអូកូមុខវិជ្ជាផ្សេងទទួលបានពិន្ទុខ្ញុំប៉ុណ្ណោះប៉ុន្តែមានតែមុខវិជ្ជាសិល្បៈមួយគត់ដែលនាងទទួលបានពិន្ទុពេញសាថូកូស្ទើរតែធ្លាក់គ្រប់មុខវិជ្ជាទាំងអស់ដោយមានតែមុខវិជ្ជាអប់រំកាយមួយប៉ុណ្ណោះដែលទទួលបានពិន្ទុពេញខ្ញុំបានសម្លឹងមើលទៅរូបថតរបស់ពុកនិងស្វាមីរបស់ខ្ញុំរួចក៏ញឹមស្ងួតដោយគិតក្នុងចិត្តថាតើកូនទាំងនេះបានចរិតដូចជានរណាគេទៅនឹងនៅពេលយប់យូកូបានដើរមកជួបខ្ញុំហើយប្រាប់ថានាងមិនដឹងត្រូវធ្វើបែបណាឡើយខ្ញុំក៏បាននិយាយទៅកាន់នាងថាថ្ងៃខាងមុខវាច្បាស់ជាមានរឿងចម្លែកកើតឡើងជាមិនខាននាងក៏បានសួរទៅមកខ្ញុំវិញថាចុះម៉ាក់ជាអ្នកប្រាប់មិនឲ្យខ្ញុំទៅប្រឡងមិនអីចឹងមិនទាន់ទាំងនិយាយចប់ផងខ្ញុំក៏បានពោលកាត់ថាចាត់ការគិតដោយខ្លួនឯងទៅណាអូកូបានចូលលួចមើលពីជ្រុងបន្ទប់យ៉ាងស្ងៀមស្ងាត់សម្រាប់នាងយូកូគឺជាគូប្រជែងផងនិងជាគោលដៅដែលនាងត្រូវជំរុញខ្លួនឯងឲ្យឈ្នះផងលុះព្រឹកឡើងលោកយាយបានកាន់កាបូបធ្វើដំណើរមកហើយប្រាប់ឲ្យយូកូរៀបចំខ្លួនចេញដំណើរទៅទីក្រុងតូក្យូខ្ញុំបានលួចស្ដាប់ការសន្ទនានោះពីចម្ងាយនៅពេលដែលដឹងថាយូកូសម្រេចចិត្តចេញទៅប្រឡងនៅក្នុងចិត្តរបស់ខ្ញុំពិតជាមានក្តីរំភើបនិងសប្បាយចិត្តយ៉ាងខ្លាំងទោះបីជាដឹងថាប្រសិនជានាងប្រឡងជាប់ឬត្រឡប់មកវិញយើងទាំងពីរច្បាស់ជាត្រូវឆ្លោះប្រកែកគ្នាទៀតក៏ដោយប៉ុន្តែរឿងទាំងនោះមិនមែនជារឿងសំខាន់ឡើយការដែលនាងអាចបោះបង់ភាពស្ទាក់ស្ទើរហើយហ៊ានជំរុញខ្លួនឯងឲ្យឆ្លងកាត់ខ្ញុំទៅបាននោះហើយគឺជាភស្តុតាងនៃការតាំងចិត្តយ៉ាងមុតមមដូចជាខ្ញុំកាលពីមុនដែលហ៊ានទៅវាប្រឆាំងនឹងឪពុកដើម្បីទៅរៀនកាត់ដេរខោអាវអីចឹងដែរប៉ុន្តែយូកូមិនដូចជាខ្ញុំឡើយនៅទីបំផុតនាងមិនបានទៅកាន់មណ្ឌលប្រឡងនោះទេប៉ុន្តែបែរជាទៅកាន់ផ្ទះរបស់លោកគីតាម៉ូរ៉ាវិញនាងបានប្រាប់គាត់ថាខ្ញុំយល់ពីអារម្មណ៍និងបំណងប្រាថ្នារបស់ម៉ាក់ប៉ុន្តែនៅពេលដែលខ្ញុំដើរចេញពីផ្ទះមកខ្ញុំទើបតែដឹងខ្លួនថាខ្ញុំនៅមិនទាន់មានការប្រាជ្ញាចិត្តគ្រប់គ្រាន់ដើម្បីបើកទំព័រជីវិតដោយខ្លួនឯងឡើយកន្លងមកដែលខ្ញុំខិតខំគូររូបគឺដោយសារតែម៉ាក់សរសើរហើយម៉ាក់ថែមទាំងខិតខំទិញជក់ថ្លៃឲ្យខ្ញុំទោះបីជាគ្រួសារយើងជួបការលំបាកយ៉ាងណាក៏ដោយប៉ុន្តែនៅពេលនេះខ្ញុំពិតជាមិនដឹងថាត្រូវដើរទៅមុខតាមផ្លូវណាទៀតឡើយលោកគីតាម៉ូរ៉ាបានជូនយូកូត្រឡប់មកផ្ទះវិញលោកយាយបានថ្លែងអរគុណគាត់ជាច្រើនដងចំណែកឯខ្ញុំវិញបានត្រឹមតែឈរមានអារម្មណ៍ខុសនៅក្នុងចិត្តនៅទីបំផុតយូកូបានសម្រេចចិត្តចូលរៀននៅសាលាកាត់ដេរនៅអូសាកាវិញមុនថ្ងៃចូលរៀនខ្ញុំបានទិញកាដូជូនកូនទាំង3នាក់សម្រាប់យូកូដែលត្រូវធ្វើដំណើរទៅរៀនឆ្ងាយខ្ញុំបានទិញកាបូបស្បែកយ៉ាងអប្រណិតបំផុតមួយឲ្យនាងនៅវិនាទីនោះណាអូកូមានអារម្មណ៍ភ្លាមថាខ្លួនឯងគឺជាអ្នកបរាជ័យហើយភាពអាក់អន់ចិត្តនិងឈឺចាប់នោះបានកប់ជ្រៅនៅក្នុងចិត្តរបស់នាងយ៉ាងយូរបន្ទាប់ពីចាប់ផ្ដើមរៀនជំនាញកាត់ដេរមកទំនាក់ទំនងរវាងខ្ញុំនិងយូកូក៏បានជិតស្និទ្ធគ្នាច្រើនជាងមុននៅក្នុងការជួបជុំគ្រួសារមួយយូកូបានប្រកាសថាស្នាដៃចនាម៉ូដរបស់ខ្ញុំត្រូវបានគេជំរើសឲ្យជាប់ចូលរៀននៅសាលាកាត់ដេរដ៏ល្បីនៅទីក្រុងតូក្យូហើយនាងបានអង្វរសុំទោសនិងសុំការអនុញ្ញាតពីឪពុកនិងស្វាមីរបស់ខ្ញុំដើម្បីទៅរៀននៅតូក្យូលើកនេះខ្ញុំមិនបានសាកសួរឬអ្វីជាមួយនាងទៀតឡើយហើយបានត្រឹមតែយកក្បាលយកព្រមអ្នកជុំវិញខាងទាំងមូលនាំគ្នាអបអរសាទរនិងសរសើរយូកូយ៉ាងខ្លាំងដោយគ្មាននរណាម្នាក់បានចាប់អារម្មណ៍ពីភាពឯកោនិងការឈឺចាប់របស់ណាអូកូឡើយសមាជិកគ្រួសារទាំងអស់បានចេញទៅជូនដំណើរយូកូប៉ុន្តែមានតែណាអូកូម្នាក់ប៉ុណ្ណោះដែលមិនព្រមមកប៉ុន្តែភ្លាមមុនពេលដែលយូកូឡើងរថភ្លើងណាអូកូបានរត់ស្ទុះចេញមកយ៉ាងលឿនហើយព្យាយាមដណ្ដើមកាបូបនោះត្រឡប់ទៅវិញអារម្មណ៍អន់ចិត្តនិងកំហឹងដែលបានអត់ធ្មត់និងកប់ទុកជាយូរមកហើយនោះបានផ្ទុះឡើងខ្លាចជាការប្រកាសប្រចាក់ដណ្ដើមកាបូបគ្នាយ៉ាងច្របូកច្របល់នៅទីបំផុតខ្ញុំត្រូវតែយកកាបូបមួយផ្សេងទៀតមកប្រគល់ឲ្យយូកូជំនួសវិញណាអូកូបានរត់ឡើងទៅយំនៅលើជាន់ទី2តែម្នាក់ឯងទោះបីជានាងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីយកឈ្នះបងស្រីរបស់ខ្លួនយ៉ាងណាក៏ដោយប៉ុន្តែនៅពេលនេះនៅពេលដែលបងស្រីរបស់នាងបានបោះបង់ផ្លូវសិល្បៈចោលទៅហើយនោះតើអត្ថន័យនៃការខិតខំព្យាយាមបន្តទៀតរបស់នាងគឺដើម្បីអ្វីឲ្យប្រាកដក្រោយពេលកន្លងផុតទៅ2ឆ្នាំយូកូបានត្រឡប់មកលេងផ្ទះវិញក្នុងអំឡុងពេលវិស្មកាលកាយវិការការនិយាយស្ដីនិងសម្លៀកបំពាក់របស់នាងគឺប្រែប្រួលទៅតាមស៊ីវិល័យនិងម៉ូដនិយមនៅទីក្រុងតូក្យូទាំងស្រុងនៅពេលដែលឃើញបែបនេះនៅក្នុងចិត្តរបស់ខ្ញុំមានអារម្មណ៍ថាមោទនភាពនិងរំភើបយ៉ាងខ្លាំងប៉ុន្តែទន្ទឹមនឹងនោះក៏មានអារម្មណ៍ថាឯកោនិងអាក់អន់ចិត្តបន្តិចបន្តួចដែរព្រោះដឹងយ៉ាងច្បាស់ថាកាលណាកូនកាន់តែធំដឹងក្ដីពួកគេនឹងកាន់តែឃ្លាតឆ្ងាយពីទ្រនំនិងរង្វង់ដៃពុកម៉ែហើយសាថូកូកូនស្រីពៅបានខិតខំព្យាយាមលើផ្នែកកីឡារហូតបានក្លាយជាកីឡាការិនីវាយកូនបាល់ Tennis អាជីព
นาโอโกកូនស្រីទី2មានតែនាងម្នាក់ប៉ុណ្ណោះដែលនៅមិនទាន់រកឃើញទីដែលច្បាស់លាស់សម្រាប់ជីវិតហើយនៅតែបន្តខិតខំប្រឹងប្រែងលើជំនាញគូររូបរបស់នាងអ្វីត្បិតតែយ៉ាងនេះក្តីប្រសិនបើនិយាយពីទេពកោសល្យនិងជំនាញពិតប្រាកដវិញណាអូកូមានសមត្ថភាពខ្ពស់រហូតដល់អាចដណ្ដើមបានរង្វាន់ធំដែលយូកូធ្លាប់តែស្រមៃចង់បានប៉ុន្តែមិនអាចធ្វើបានកាលពីមុនខ្ញុំមិនអាចបំភ្លេចទឹកមុខដែលខកចិត្តនឹងស្រពោនរបស់យូកូនៅពេលដែលត្រូវប្អូនស្រីរត់ស៊ូឆ្លងកាត់និងយកឈ្នះនាងនោះឡើយនៅថ្ងៃបន្ទាប់យូកូបានយកចំណេះដឹងនិងបច្ចេកទេសដែលនាងបានរៀនសូត្រពីទីក្រុងតូក្យូមកបង្រៀននិងចែករំលែកដល់ខ្ញុំនាងតែងតែនិយាយរំលឹកឈ្មោះលោកគ្រូហារ៉ាកូជីមិនដាច់ពីមាត់ឡើយថាលោកគ្រូបានណែនាំនិងបង្រៀនបែបនេះបែបនោះការនិយាយផ្ទួនច្រើនដងពេកបានធ្វើឲ្យខ្ញុំលួចធុញទ្រាន់នៅក្នុងចិត្តចំណែកឯលោកយាយវិញគឺមានការព្រួយបារម្ភយ៉ាងខ្លាំងរហូតដល់គិតផ្ដេសផ្ដាសថាលោកគ្រូរូបនោះអាចនឹងមានបំណងមិនល្អឬគំនិតអាក្រក់អ្វីលើយូកូបន្ទាប់មកយូកូក៏បានធ្វើដំណើរត្រឡប់ទៅទីក្រុងតូក្យូវិញប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះគឺភ្លាមក្រោយពេលដែលយូកូចេញផុតទៅលោកគ្រូហារ៉ាកូជីបែរជាបានធ្វើដំណើរពីទីក្រុងតូក្យូមកកាន់ផ្ទះរបស់យើងទៅវិញលោកយាយភ័យស្លន់ស្លោដោយគិតថាគាត់មកតាមរកឬមានរឿងអាក្រក់អ្វីកើតឡើងរហូតធ្វើឲ្យខ្ញុំភ័យតក់ស្លុតតាមដែរប៉ុន្តែតាមពិតទៅគាត់មកទីនេះគឺគ្រាន់តែចង់មកសួរសុខទុក្ខនិងមើលស្ថានភាពរស់នៅរបស់យូកូប៉ុណ្ណោះព្រោះតែយូកូគឺជាសិស្សឆ្នើមដែលទទួលបានចំណាត់ថ្នាក់លេខ1ជានិច្ចនៅក្នុងសាលាក្រោយពេលបានជែកនឹងប្រាស្រ័យតាក់ទងជាមួយលោកគ្រូហារ៉ាកូជីរួចមកទើបខ្ញុំយល់ច្បាស់ពីមូលហេតុដែលយូកូគោរពនិងកោតសរសើរគាត់យ៉ាងខ្លាំងព្រោះគាត់ពិតជាគ្រូបង្រៀនដ៏ល្អនិងមានសមត្ថភាពម្នាក់មែននៅពេលដែលគាត់បានឃើញស្នាដៃគូររូបរបស់ណាអូកូលោកគ្រូហារ៉ាកូជីបានពោលពាក្យសរសើរមិនដាច់ពីមាត់ថានេះគឺជាស្នាដៃសិល្បៈដ៏អស្ចារ្យនិងមានភាពប៉ិនប្រសប់ខ្លាំងណាស់នេះគឺជាលើកដំបូងបង្អស់ដែលខ្ញុំបានឃើញណាអូកូទទួលបានការទទួលស្គាល់និងសរសើរលើកតម្កើងដល់ថ្នាក់នេះនៅមុនពេលដែលលោកគ្រូហារ៉ាកូជីត្រឡប់ទៅវិញណាអូកូបានសួរទៅកាន់គាត់ភ្លាមថាតើខ្ញុំអាចបដូរមកសិក្សាផ្នែករចនាម៉ូដសម្លៀកបំពាក់បែបប្រចាំប្រទេស Western Clothing Design ដែរបានទេសង្គ្រាមចិត្តសាស្ត្ររវាងបងប្អូននៅពេលដែលទទួលបានចម្លើយគាំទ្រនិងលើកទឹកចិត្តណាអូកូបានរត់មកលុតជង្គង់នៅចំពោះមុខខ្ញុំទាំងទឹកមុខអង្រកសលើសេរីដើម្បីសុំការអនុញ្ញាតនិងការលើកលែងទោសពីខ្ញុំរូបភាពរបស់នាងនាពេលនោះបានរួចស៊ីគ្នាជាមួយនឹងរូបភាពរបស់យូកូកាលពីមុនដែលធ្វើឲ្យខ្ញុំមិនអាចបដិសេធឬចិត្តដាច់ចំពោះនាងបានឡើយវាគឺជាលើកទី1ក្នុងរយៈពេលយ៉ាងយូរដែលខ្ញុំបានឃើញណាអូកូសប្បាយចិត្តនិងញញចេញពីបាតបេះដូងពិតប្រាកដសមត្ថភាពនិងទេពកោសល្យដ៏លេចធ្លោរបស់ណាអូកូគឺជាអាវុធដ៏មុតស្រួចក្នុងការយកឈ្នះបងស្រីរបស់នាងប៉ុន្តែវាក៏ជាអ្វីដែលយូកូភ័យខ្លាចបំផុតនៅក្នុងជីវិតផងដែរគឺការត្រូវប្អូនស្រីរត់ស៊ូចេញយកឈ្នះនិងដណ្ដើមទីតាំងរបស់នាងនៅពេលដែលដឹងថាណាអូកូបដូរមករៀនជំនាញរចនាម៉ូដឲ្យយូកូបានទូកំហឹងនិងពោលទាំងខឹងសម្បាថាតើនេះមិនមែនចង់ខ្លាចជាអ្នកគូរូបទេហេតុអ្វីបានជាបែរជាមកជ្រើសរើសផ្លូវរចនាម៉ូដខោអាវទៅវិញខ្ញុំក៏បាននិយាយសម្របសម្រួលថាចុះបើអ្នកទាំងពីររៀនសូត្រនិងដើរលើផ្លូវនេះជាមួយគ្នាទៅមិនល្អទេប៉ុន្តែណាអូកូបានងើបមុខឡើងដោយស្នាមញញពោពេញដោយភាពជឿជាក់និងមោទនភាពរួចពោលទៅកាន់បងស្រីថាមកពីបងស្រីកំពុងតែភ័យខ្លាចចំពោះទេពកោសល្យនិងសមត្ថភាពរបស់ខ្ញុំមែនទេនៅវិនាទីនោះឯងទើបខ្ញុំដឹងខ្លួននិងយល់យ៉ាងច្បាស់ថាកូនស្រីទាំងពីរនាក់នេះប្រសិនបើម្នាក់សើចដោយក្តីរីករាយនោះម្នាក់ទៀតច្បាស់ជាត្រូវសម្រាប់ទឹកភ្នែកដោយការជិះចាប់ជាមិនខានដើម្បីកុំឲ្យចាញ់ប្រៀបនឹងឲ្យទណ្ឌនាការ fashion នៅទីក្រុងតូក្យូណាអូកូបានសម្រេចចិត្តចំណាយដើមទុនទៅធ្វើម៉ូដសក់សាជាថ្មីប៉ុន្តែភ្លាមនៅពេលដែលខ្ញុំបានឃើញម៉ូដសក់របស់នាងខ្ញុំមានអារម្មណ៍ក្តៅក្រហាយនិងខឹងសម្បាយ៉ាងខ្លាំងរហូតស្ទើរតែផ្ទុះចំនួនទាស់សម្ដីគ្នាទៅហើយសំណាងល្អដែលយ៉ាអេកូបានរត់ចូលមកអន្តរាគមន៍កាត់ចង្វាក់បានទាន់ពេលវេលាព្រមទាំងបានលើកយកទស្សនាវដ្តី fashion ទើបតែចេញថ្មីបំផុតមកបង្ហាញនៅក្នុងទស្សនាវដ្តីនោះបានចុះផ្សាយថាយីហោ Dior បានផ្លាស់ប្ដូរអ្នកច្នៃម៉ូដថ្មីគឺលោកសាំងឡូរ៉ង់ហើយបានប្រកាសបង្ហាញនៅបណ្ដុំស្នាដៃសម្លៀកបំពាក់ collection ថ្មីរបស់គាត់ប៉ុន្តែខណៈពេលដែលខ្ញុំប្រឡេកឃើញរូបភាពទាំងនោះភ្លាមគំនិតដំបូងដែលផុសឡើងក្នុងក្បាលរបស់ខ្ញុំគឺភាពមិនពេញចិត្តយ៉ាងខ្លាំងអាវម៉ូដអនបែបនេះមិនមែនជាខោអាវសម័យកាលមុនសង្គ្រាមដូចគ្នាទៅនឹងអ្វីដែលខ្ញុំធ្លាប់បានកាត់ដេរកាលពី20ឆ្នាំមុនទេពួកគេគ្រាន់តែផ្លាស់ប្ដូរឈ្មោះហៅឲ្យស្ដាប់ទៅស៊ីវិល័យថាជា Trappist Line ក៏រួចធ្វើដូចជារបស់ច្នៃប្រឌិតថ្មីចម្លែកនៅទីបំផុតខ្ញុំក៏ជ្រុលមាត់និយាយចេញទៅថាសាំងឡូរ៉ង់នៅខ្ចីបទពិសោធន៍ខ្លាំងណាស់ខោអាវរបៀបនេះគ្មានអ្នកណាចង់យកមកពាក់នោះទេប៉ុន្តែរឿងរ៉ាវដែលនឹកស្មានមិនដល់ក៏បានកើតឡើងភ្លាមពេលដែលខ្ញុំត្រឡប់មកដល់ផ្ទះលោកគីតាម៉ូរ៉ាដែលជាអ្នកធ្វើចំនួនខាងសម្លៀកបំពាក់កាត់ស្រាប់បានប្រញាប់ប្រញាល់មកជួបខ្ញុំដើម្បីសុំប្រឹក្សាអំពីកិច្ចសហការគេចង់ឲ្យខ្ញុំជួយ design ម៉ូដសម្លៀកបំពាក់សម្រាប់ជនជាតិជប៉ុនដោយយកលំនាំតាមទម្រង់ម៉ូដ Trappist Line នោះគ្រាន់តែបានរឿងបែបនេះភ្លាមខ្ញុំស្ទើរតែជ្រុលសាច់ដាក់ទៅហើយសម្លៀកបំពាក់បែបនោះខ្ញុំបានបោះបង់ចោលតាំងពីជាង10ឆ្នាំមុនម្លេះដូច្នេះខ្ញុំគ្មានអារម្មណ៍ចង់ទទួលធ្វើការងារប្រភេទនេះបន្តិចណាឡើយល្មមពេលដែលកូនស្រីខ្ញុំដើរចូលមកខ្ញុំក៏បានប្រាប់នាងឲ្យទៅជួយទទួលស្វាគមន៍លោកគីតាម៉ូរ៉ាជំនួសខ្ញុំព្រោះបុរសម្នាក់នោះមិនបានយល់ដឹងពីវិស័យ fashion តតែសោះដើម្បីបង្ហាញនិងបកស្រាយថាខ្លួនឯងជាមនុស្សទាន់សម័យលោកគីតាម៉ូរ៉ាបានលើករូបភាពម៉ូដ Trappist Line មកបង្ហាញព្រមទាំងអះអាងយ៉ាងមុតមមថានេះជាស្នាដៃច្នៃប្រឌិតទើបតែចេញថ្មីបំផុតរបស់ Dior ណាអ្នកនាងប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនិងធ្លាក់ថ្លើមជាងនេះទៅទៀតនោះគឺនៅពេលដែលណាអូកូបានឃើញរូបភាពនោះនាងបែរជាសម្លឹងមើលហើយពោលឡើងថាមើលទៅក៏សំតើខ្ញុំភ្ញាក់ផ្អើលជាខ្លាំងឬមួយក៏កូនស្រីម្នាក់នេះមានរសនិយមនិងការចូលចិត្តដូចជាបុរសម្នាក់នោះដែរខ្ញុំក៏បានងាកទៅស្ដីឲ្យណាអូកូភ្លាមថាកុំនិយាយផ្ដេសផ្ដាសអីម៉ូដដែលមើលទៅដូចជាឯកសណ្ឋានសិស្សសាលាបែបហ្នឹងតើវាស្អាតនិងទាក់ទាញនៅត្រង់ណាវាគ្រាន់តែមើលទៅប្លែកភ្នែកដោយសារតែវាខុសប្លែកខ្លាំងពីម៉ូដមុនរបស់ Dior តែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយណាអូកូបែរជាប្រកែកហើយនាងពិតជាពេញចិត្តម៉ូដមួយនោះចេញពីចិត្តពិតប្រាកដមែនដោយឃើញស្ថានភាពមិនស្រួលខ្ញុំក៏ចាប់ផ្ដើមភ័យស្លន់ស្លោហើយបាននិយាយកាត់អ្នកទាំងពីរដើម្បីបញ្ចប់ប្រធានបទថាបញ្ហាធំបំផុតនៃម៉ូដមួយនេះគឺវាមិនស៊ីគ្នាឬស័ក្តិសមជាមួយនឹងរូបរាងមនុស្សជប៉ុនតតែសោះលោកខ្ញុំនិយាយបែបនេះភ្លាមលោកគីតាម៉ូរ៉ាក៏ប្រែប្រួលអរិយាប័ត្រហើយយល់ស្របតាមខ្ញុំទាំងស្រុងយ៉ាងណាមិញចំពោះរឿងសហការគ្នានោះខ្ញុំបានបដិសេធដោយប្រាប់ថាសូមពេលគិតមើលសិនប៉ុន្តែបាននិយាយឲ្យត្រង់ទៅខ្ញុំគ្រាន់តែមិនសូវត្រូវធៀបឬចូលចិត្តរាប់អានមនុស្សដូចជាលោកគីតាម៉ូរ៉ាប៉ុណ្ណោះបន្ទាប់ពីព្រឹត្តិការណ៍នោះកន្លងផុតទៅបានមិនយូរប៉ុន្មានកូនស្រីរបស់ខ្ញុំក៏បានប្រឡងជាប់ចូលរៀនបន្តនៅថ្នាក់សាកលវិទ្យាល័យឱកាសបានមកដល់ម្ដងទៀតហើយលើកនេះខ្ញុំពិតជាគ្មានជំរឿអ្វីក្រៅពីត្រូវចាប់ដៃសហការជាមួយគីតាម៉ូរ៉ានោះឡើយប្រធានសមាគមអាជីវករបានណែនាំខ្ញុំឲ្យស្គាល់ហាងលក់ដុំក្រណាត់មួយកន្លែងនៅពេលដែលខ្ញុំបានទៅមើលផ្ទាល់ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគុណភាពក្រណាត់ដ៏ល្អឥតខ្ចោះថែមទាំងមានតម្លៃថោកខ្លាំងរហូតដល់មិនគិតថាមិនគួរឲ្យជឿប៉ុន្តែវាមានលក្ខខណ្ឌមួយគឺត្រូវទិញសរុបចាប់ពី10រំឡើងទៅទើបគេព្រមលក់ឲ្យរឿងនេះបានធ្វើឲ្យខ្ញុំឈឺក្បាលយ៉ាងខ្លាំងមិនមែនមកពីខ្ញុំគ្មានប្រាក់ទិញនោះទេប៉ុន្តែទិញមកហើយតើយកទៅធ្វើអ្វីព្រោះហាងរបស់ខ្ញុំជាហាងកាត់ដេរតាមការកុម្ម៉ង់ដូច្នេះមិនអាចយកក្រណាត់ដែលមកកាត់ប្រៀបដូចជាទំនិញផលិតច្រើនបានឡើយលោកប្រធានសមាគមបានជួយផ្ដល់យោបល់ថាចុះបើចែករំលែកឬចាប់ដៃទិញជាមួយអ្នកផ្សេងទៅមិនល្អទេវាពិតជាវិធីសាស្ត្រមួយដ៏ល្អព្រោះខ្ញុំក៏មិនចង់ឲ្យឱកាសទទួលបានក្រណាត់ល្អបែបនេះរបូតផុតពីដៃដែរដូច្នេះខ្ញុំក៏ចាប់ផ្ដើមគិតយ៉ាងស្វិតស្វែងថាតើគួរទៅចាប់ដៃសហការជាមួយអ្នកណាគំនិតភ្លឺច្បាស់នឹងការស្វែងរកដៃគូនៅក្នុងពេលនោះកូនស្រីពៅរបស់ខ្ញុំបានរត់ចូលមកទាំងអស់រួចប្រាប់ថាម៉ាក់មើលកាសែតនៅថ្ងៃនេះមានរូបកូនចុះកាសែតក្នុងនាមជាកីឡាករនីឆ្នើមនៃក្រុមវាយកូនបាល់ Tennis ផងណាខ្ញុំក៏បានឆ្លើយតបទៅវិញដោយចិត្តស្ទាក់ស្ទើរថាពូកែណាស់កូនប៉ុន្តែនៅពេលក្រឡេកឃើញនាងកំពុងញ៉ាំ strawberry ខ្ញុំក៏បានសួរថាតើបានផ្លែឈើទាំងនេះមកពីណានាងក៏ឆ្លើយថាពូគីតាម៉ូរ៉ាជាអ្នកឲ្យគ្រាន់តែឈ្មោះគីតាម៉ូរ៉ាភ្លាមខ្ញុំក៏លួចដកដង្ហើមធំនៅក្នុងចិត្តគីតាម៉ូរ៉ាទៀតហើយឬប៉ុន្តែភ្លាមនោះគំនិតមួយបានភ្លឺឡើងនៅក្នុងក្បាលរបស់ខ្ញុំមែនហើយគីតាម៉ូរ៉ាតើមានអ្វីមិនល្អគេកំពុងតែធ្វើចំនួនខោអាវសម្រាប់ស្រាប់ហើយបាននិយាយពីរឿងលុយកាក់និងផលប្រយោជន៍វិញគេមិនដែលខ្វល់ពីរឿងចំនួនចាស់កាលពីអតីតកាលនោះឡើយនៅពេលដែលខ្ញុំប្រាប់ថាចង់សហការជាមួយគីតាម៉ូរ៉ាគេមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងហើយបានពោលថាឥឡូវនេះជាយុគសម័យនៃសម្លៀកបំពាក់កាត់ស្រាប់ហើយ
ខ្ញុំមានទំនាក់ទំនងជិតស្និទ្ធទាំងជាមួយផ្សារទំនើបនិងពួកអ្នកលក់ដុំឲ្យតែផលិតចេញមកគឺលក់ដាច់ទាំងអស់អ្វីដែលខ្វះខាតនៅពេលនេះគឺមានតែការរចនាម៉ូដដែលទាក់ទាញប៉ុណ្ណោះឬបែបនេះខ្ញុំក៏យល់ពីស្ថានភាពទាំងមូលភ្លាម Kitamura បានសួរខ្ញុំបន្ថែមទៀតអំពីម៉ូដ Rope Align ថាចុះម៉ូដ Align នឹងពិតជាមិនអាចលក់កើតមែនឬនៅប៉ែកអឺរ៉ុបនិងអាមេរិកកំពុងតែផ្ទុះការនិយមខ្លាំងណាស់គេនិយាយបណ្ដាព្រមទាំងហុចទស្សនាវដ្តីឲ្យខ្ញុំមើលបណ្ដាដោយបញ្ជាក់ថានៅទីក្រុង Tokyo ម៉ូដ Rope Align នេះកំពុងតែលក់ដាច់ដូចជារកលមិនទាន់ប៉ុន្តែខ្ញុំបានប្រវិក្បាលហើយឆ្លើយតបទៅវិញថា Tokyo គឺ Tokyo រីឯទីនេះគឺ Osaka ម៉ូដដែលនិយមនៅ Tokyo យ៉ាងហោចណាស់ក៏ត្រូវចំណាយពេលកន្លះឆ្នាំដែរទើបវារាលដាលមកដល់ទីនេះជាចុងក្រោយខ្ញុំបានសម្រេចចិត្តថានឹង design ម៉ូដដោយផ្អែកលើស្នាដៃល្បីការពីអតីតកាលរបស់ Mark Dior វិញដោយហេតុនេះការសហការរវាងពួកយើងក៏ត្រូវបានព្រមព្រៀងគ្នាយ៉ាងលូនការរៀបចំនិងអារម្មណ៍សង្ស័យប៉ុន្តែមុនពេលចាប់ផ្ដើមធ្វើការងារអារម្មណ៍ព្រួយបារម្ភនិងសង្ស័យក៏បានកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំសាជាថ្មីខ្ញុំបានដកសៀវភៅកត់ត្រាដែលមានប្រមូលផ្ដុំទៅដោយម៉ូដសម្លៀកបំពាក់ល្បីមកបើកមើលហើយដៃរបស់ខ្ញុំក៏បានជប់ស្ងៀមនៅត្រង់ទំព័ររូបម៉ូដ Align នៅក្នុងទ្រូងរបស់ខ្ញុំមានអារម្មណ៍ផាត់ផាយយ៉ាងចម្លែកតាមពិតទៅសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏នៅមិនទាន់យល់ច្បាស់ដែរថាតើម៉ូដបែបនេះវាមានភាពស្រស់ស្អាតនិងទាន់សម័យនៅត្រង់ណាប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកដែលបង្កើតម៉ូដនេះឡើងគឺលោក Dior ផ្ទាល់គំនិតនេះបានធ្វើឲ្យខ្ញុំជប់ស្ងៀមហើយចាប់ផ្ដើមយកមកគិតនិងត្រួតពិនិត្យមើលឡើងវិញដោយយកចិត្តទុកដាក់បំផុតនៅទីបំផុតកិច្ចសហប្រតិបត្តិការជាមួយលោក Kitamura ក៏ត្រូវបានព្រមព្រៀងគ្នារួចរាល់ប៉ុន្តែនៅពេលដែលខ្ញុំអង្គុយចុះហើយព្យាយាមគិតគូរពីម៉ូដដែលស្រដៀងនឹងស្នាដៃឆ្នាមរបស់ Dior នោះក្តីបារម្ភចាស់ក៏ចាប់ផ្ដើមលេចឡើងជាថ្មីខ្ញុំបានបើកមើលសៀវភៅកំណត់ត្រាចាស់និងរូបម៉ូដសម្លៀកបំពាក់ដែលធ្លាប់បានសន្សំទុកខ្សែភ្នែករបស់ខ្ញុំបានទៅទប់ស្កាត់ត្រង់ទំព័រនៃម៉ូដបែបបុរាណខ្ញុំពិតជាមិនយល់សោះថាតើម៉ូដ design នេះវាស្អាតត្រង់ណាប៉ុន្តែវាជាស្នាដៃរបស់ Dior តើមកពីខ្ញុំដើរមិនទាន់សម័យឬក៏មកពី Dior បានផ្លាស់ប្ដូរខ្ញុំមិនអាចកាត់សេចក្តីបានឡើយអ្វីដែលយើងមិនយល់តែងតែធ្វើឲ្យយើងភ័យខ្លាចជានិច្ចប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែមានពេលវេលាដើម្បីគិតរំលឹកឡើងវិញកាលពីខ្ញុំអាយុ21ឆ្នាំដែលត្រូវទទួលខុសត្រូវមើលថែហាងបន្តពីឪពុកកាលនោះខ្ញុំធ្លាប់គិតថាខ្លួនឯងជាមនុស្សដែលយល់ពីសម័យកាលច្បាស់ជាងគេដើម្បីទាញយករំការពីពេលនោះត្រឡប់មកវិញខ្ញុំក៏បានទៅជួបលោកស្រីមីងថាមេជាលោកស្រីមីងបានជួយរំលឹកអនុស្សាវរីយ៍ចាស់ឲ្យខ្ញុំស្ដាប់ចាប់តាំងពីការបើកហាងដំបូងដែលគ្មានអតិថិជនសោះរហូតដល់ត្រូវចុះដៃរៀបចំទូកញ្ចក់បង្ហាញម៉ូដដោយខ្លួនឯងការខិតខំធ្វើការយ៉ាងលំបាករហូតដល់ឈឺជើងនិងរឿងមុនពេលរៀបការដែលត្រូវអង្គុយកាត់ដេរសម្លៀកបំពាក់គ្រូពេទ្យមិនឈប់ឈររហូតដល់ជិតហួសវេលាម៉ោងរៀបការហើយត្រូវឲ្យគេប្រលីកក្នុងរថចូលក្នុងពិធីរៀបអាពាហ៍ពិពាហ៍ទៀតផងនៅពេលបានស្ដាប់រឿងទាំងនោះផ្ទៃមុខរបស់ខ្ញុំប្រែជាក្រហមដោយភាពអៀនព្រៀននោះហើយជាខ្លួនខ្ញុំកាលពីអាយុ21ឆ្នាំមិនមែនជាមនុស្សពិសេសអ្វីឡើយគ្រាន់តែជាស្ត្រីម្នាក់ដែលប្រឹងប្រែងធ្វើការអស់ពីកម្លាំងកាយចិត្តចុះហេតុអ្វីបានជាខ្ញុំនៅពេលនេះបែរជាមកអង្គុយភ័យខ្លាចទៅវិញនៅពេលគិតឃើញបែបនេះខ្ញុំក៏សម្រេចចិត្តជ្រើសរើសម៉ូដ design ហើយរោងចក្ររបស់លោក Kitamura ក៏ចាប់ផ្ដើមដំណើរការភ្លាមខ្ញុំគិតថាខ្លួនឯងបានជឿជាក់លើខ្លួនឯងត្រឡប់មកវិញហើយប៉ុន្តែនៅពេលនោះឯងសម្បត្តិរបស់ Yuko ក៏បានផ្ញើមកដល់នៅក្នុងសម្បត្តិបានសរសេរថា Naoko លែងអាចអត់ធ្មត់បានទៀតហើយរឿងរ៉ាវមាននៅត្រង់ថានៅពេលដែលលោកគ្រូ Haragachi បានពោលពាក្យសរសើរទៅកាន់ Yuko ស្រាប់តែ Naoko បាននិយាយឌឺដងសើចចំអកថា Yuko គ្រាន់តែជាមនុស្សប្រឹងរៀនដើម្បីតែពិន្ទុប៉ុណ្ណោះបរិយាកាសនៅក្នុងបន្ទប់ក៏ប្រែជាត្រជាក់ជ្រំភ្លាមនោះមានក្មេងស្រីម្នាក់បាននិយាយឡើងថារូបភាពសម្លៀកបំពាក់នោះគួរឲ្យស្រឡាញ់ណាស់តើវាជាម៉ូដរាងបាវចំនួនថ្មីមែនទេ Yuko មិនព្រមចុះចាញ់ឡើយក៏តបទៅវិញភ្លាមថាវាជាគោរពរាងបាវដែលនាងបានកាត់ដេរដោយខ្លួនឯងទៅវិញទេនៅពេលដែលបរិយាកាសចាប់ផ្ដើមល្អប្រសើរឡើងវិញលោកគ្រូក៏បានហែទៅសរសើរ Naoko វិញប៉ុន្តែបែរជាថាសម្រាប់លោកគ្រូ Naoko គ្រាន់តែជាសិស្សដែលរៀនមិនសូវពូកែប៉ុណ្ណោះពាក្យនេះបានធ្វើឲ្យ Naoko ផ្ទុះកំហឹងយ៉ាងខ្លាំងអ្នកទាំងពីរបានស្ទុះចូលឡើងហើយឆ្លុះប្រកែកគ្នាយ៉ាងរន្ធត់ Naoko បានជេរប្រមាថ Yuko យ៉ាងធ្ងន់ធ្ងរហើយស្ទុះទៅវា Yuko ទៀតផង Yuko ប្រហែលជាអង្គុយសរសេរសម្បត្តិនេះទាំងទឹកភ្នែកហើយប៉ុន្តែសម្រាប់រូបខ្ញុំជំនួសឲ្យការចាប់អារម្មណ៍លើរឿងដែលពួកគេឆ្លុះប្រកែកគ្នាខ្សែភ្នែករបស់ខ្ញុំបែរជាទៅទប់ស្កាត់ត្រង់ពាក្យថា The Mode រៀងបុរាណនិងគោរពរាងបាវទៅវិញខ្ញុំចាប់អារម្មណ៍លើរឿងនេះខ្លាំងជាងការឆ្លោះគ្នារបស់កូនទៅទៀតហេតុអ្វីបានជាអ្នករាល់គ្នាបែរជាទៅចាប់អារម្មណ៍លើគោរពរាងបាវទាំងអស់គ្នាអញ្ចឹងខ្ញុំបានអន់សម្លឹងមើល Mode Design របស់ខ្លួនឯងទាំងដែលខ្ញុំគិតថានេះជារូបរាងដែលលើកកម្ពស់សម្រស់របស់ស្ត្រីបានល្អបំផុតហើយតើនៅពេលនោះដែរមានអតិថិជន2នាក់បានចូលមកក្នុងហាងហើយប្រាប់ថាចង់កាត់គោរពរាងបាវតែត្រឹមតែមួយព្រឹកប៉ុណ្ណោះមានមនុស្សមកកំងដល់ទៅ3នាក់ទៅហើយភាពជឿជាក់របស់ខ្ញុំចាប់ផ្ដើមរង្គោះរង្គើជាថ្មីប៉ុន្តែរោងចក្ររបស់លោក Kitamura បានដំណើរការទៅហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាលើកនេះខ្ញុំប្រហែលជាត្រូវទទួលបរាជ័យហើយកាលពីព្រឹកមិញភ្នែករបស់ក្មេងស្រីដែលពាក់គោរពរាងបាវនោះភ្លឺថ្លាខ្លាំងណាស់នោះជាកែវភ្នែករបស់មនុស្សដែលបានស្លៀកសម្លៀកបំពាក់ដែលខ្លួនចូលចិត្តពិតប្រាកដហើយការទស្សន៍ទាយរបស់ខ្ញុំក៏បានក្លាយជាការពិតលើកនេះខ្ញុំបរាជ័យយ៉ាងធ្ងន់ធ្ងរលោក Kitamura បានដើរតាំងបង្ហាញលក់រហូតដល់15កន្លែងប៉ុន្តែមិនអាចលក់បានសូម្បីតែមួយ Mode Design នេះគឺហួសសម័យបាត់ទៅហើយរឿងទាំងអស់នេះជាការទទួលខុសត្រូវរបស់ខ្ញុំនឹងទិញយកត្រឡប់មកវិញទាំងអស់ខ្ញុំបានពោលឡើងលោក Kitamura បានប្រាប់ខ្ញុំវិញថាក៏ខ្ញុំនឹងជួយទទួលខុសត្រូវពាក់កណ្ដាលបរាជ័យលើកនេះបានធ្វើឲ្យខ្ញុំយល់ច្បាស់យ៉ាងប្រាកដថាអ្នកដែលកំណត់និន្នាការម៉ូដសម្លៀកបំពាក់មិនមែនជា designer នោះទេគឺស៊ូជាអ្នកសម្លៀកបំពាក់អ្នកពាក់ទៅវិញទេខ្ញុំប្រហែលជាត្រូវត្រឡប់ទៅចាប់ផ្ដើមសារជាថ្មីម្ដងទៀតហើយ